អ្នកទាំងអស់គ្នាដែលប្រើទូរស័ព្ទមក Android ពីរំឲ្យតែប្រភេទ Android មិនថា Oppo មិនថា Tecno មិនថា Vivo ឬក៏ Huawei អីទាំងអស់ទេឲ្យតែប្រភេទ Android អ្នកទាំងចង់ប្រើដូចយើងអស់ដៃពីក្រោមមកនេះលោកចេះអស់ដៃពីក្រោមមកលោកអញ្ចឹងហ្នឹងហើយយើងចង់លុបយើងលុបបែបហ្នឹងឃើញទេហ្នឹងហើយយើងអស់ពីក្រោមអញ្ចឹងណានឹងអស់ពីក្រោមនិយាយមកចង់អញ្ចឹងពួកអី Android របស់យើងគឺមានប៊ូតុងនៅខាងក្រោមនេះខាងក្រោម3ហ្នឹងហ្នឹងហើយអញ្ចឹងបើសិនតែចង់ធ្វើដូចរបៀបiPhone ណា style iPhone style អីចឹងណារបៀបយើងចេញមកក្រៅចេះឃើញទេចូលកម្មវិធីចេញមកក្រៅហើយយើងចេញមកក្រៅគាត់អស់ដៃចេញមកអូខេឥឡូវតោះទៅមើលវីដេអូជាមួយខ្ញុំទាំងអស់គ្នាគេធ្វើបែបម៉េចទៅលើទូរស័ព្ទ Android តោះទៅតាមដានជាមួយខ្ញុំទាំងអស់តើឥឡូវយើងចូលទៅកាន់ setting របស់យើងមកអ្នកទាំងអស់គ្នាស្គាល់ហើយ setting ដដែលដែលខ្ញុំប្រាប់បាទចូលមកកាន់ setting មកបាទហើយយើងចូលកាន់ setting គឺយើងរកពាក្យថា display and brighten បាទជាកន្លែងដែលយើងត្រូវចូលទៅកាន់ function ផ្សេងបាទនេះយ៉ាច្រឡំពីរតែមួយទេអ្នកគ្នាតែមួយទេឥឡូវបាទញ៉ាំព្រួយមកស្រួលបាទគឺនេះបាទនេះណាហ្នឹងហើយកន្លែងខ្ញុំចុចហ្នឹងយើងចុចលើវាមកអូខេពេលយើងចុចលើវាយើងអស់មកក្រោមអ្នកទាំងគ្នាយកពាក្យថា system បាទនេះពាក្យ system navigation នេះណាខ្ញុំមិនសូវច្បាស់ដែរតែខ្ញុំដឹងថាអានេះហើយអញ្ចឹងយើងចុចចូលវាមកអូខេអញ្ចឹងយើងមើលពីរនេះអ្នកទាំងគ្នាឥឡូវយើងមើលស្ថានភាពទី1យើងនៅគ្រីសលើចំណុចទី2ហើយចំណុចទី2គឺវាបែបនេះវាបែបលក្ខណៈដូចខាងក្រោមបាទយ៉ានេះវាមានចំណុច3ណាបងប្អូននេះឃើញអត់ឥឡូវយើងមើលនេះវាដើរនេះយើងមើលចាំឆ្លោះឡើងហ្នឹងនេះឃើញខ្ញុំគូវាមាន3ឡើងហ្នឹងទៅអត់ហ្នឹងហើយជាទូទៅវាមាន3តំណែងអញ្ចឹងអ្នកទាំងអស់គ្នាចង់ឲ្យវាបាត់ឡើងហ្នឹងយើងប្រើ style ដូចរបៀប iPhone នេះយើងចុចគ្រីសលើមកចា sorry អ្នកទាំងអស់គ្នាយើងចុចលើមកអ្នកទាំងអស់គ្នាបាទនេះចុចគ្រីសហ្នឹងមកឥឡូវខ្ញុំចុចគ្រីសអូខេពេលចុចគ្រីសខាងក្រោមជាមួយវាលោតមកបាត់ហើយអ្នកទាំងអស់គ្នានេះឥឡូវយើងចាំមើលកន្លែងនេះតែខ្ញុំគូសហ្នឹងវាអត់មានត្រេ3ទៀតទេវាអត់មានចំណុច3ហ្នឹងទេតែពេលយើងអស់ចេញជាឃើញអស់ដៃហ៎យើងអស់ដៃមក style ដូច iPhone អញ្ចឹងឃើញទេហ្នឹងហើយ style ដូច iPhone អញ្ចឹងតែបើយើងចង់ចុចលុបវាក៏ស្រួលដែរយើងគាត់អស់ឡើងលើមកលុបវាបាត់ហើយហ្នឹងហើយបែបហ្នឹងអញ្ចឹងយើងមើលដល់កន្លែងចំណុចកន្លែងហ្នឹងមកហើយចូលមួយអ្នកនរគ្នាបាទយើងចូលមួយមកតាមអ្វីដែលខ្ញុំប្រាប់ហ្នឹងមកបាទនេះចូលមួយមកអូខេអញ្ចឹងបើយើងចង់ដាក់ដូចដើមវិញគឺយើងចុចអាទី2វិញមកអ្នកនរគ្នាបាទយ៉ាយើងចុចអាទី2វិញមកបាទយើងចុចអាទី2ហ្នឹងមកអញ្ចឹងអាទី2នេះវាលក្ខណៈ style Android តែម្ដងបាទហើយបើអាទី1នេះលក្ខណៈ style iOS អញ្ចឹងយើងពេលនេះយើងចុចយើងដាក់ style ដើមវិញយើងចុចមកនេះវាលោតអញ្ចឹងដែរអត់ហ្នឹងហើយនៅអ្នកនរគ្នាបើមានចម្ងល់ឡើងណាផ្សេងអាច comment នៅក្រោមវីដេអូបានបាទអរគុណដែលតាមដានវីដេអូរហូតដល់ចប់ហើយកុំភ្លេចចុច Subscribe ឬចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតបាទអរគុណជួបគ្នានៅវីដេអូក្រោយ